សមត្ថកិច្ចធ្វើការបង្ហាញមុខចៅស្រីពីរនាក់ដែលបានចាក់សម្លាប់ជីដូនព្រោះតែខឹងនឹងជីដូនហាមមិនឲ្យមានស្នេហាក្នុងវ័យសិក្សាជាសាធារណៈមុននឹងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យជាច្រើននាក់ក្នុងនោះមាននារី2នាក់ដែលជាចៅស្រីរបស់ជនរងគ្រោះនៅក្នុងករណីឃាតកម្មចាក់សម្លាប់ជីដូនដោយសារតែខឹងនឹងជីដូនហាមមិនឲ្យមានស្នេហាក្នុងវ័យសិក្សាជាសាធារណៈមុននឹងបញ្ជូនខ្លួនទៅកាន់តុលាការតែដល់គ្នាសង្គមយើងបច្ចុប្បន្ននេះរឿងអីក៏មានដែរណាគឺសោះតែគ្រប់យ៉ាងទៅហើយក្នុងសង្គមយើងដោយករណីចៅស្រីពីរនេះចឹងគឺចាក់ស្លាប់លោកយាយខ្លួនឯងដែលស្រឡាញ់ខ្លួនឯងដែលមើលថែខ្លួនឯងតាំងពីតូចមកហ៊ានលើកដៃទៅរួចព្រោះតែហាមខាត់មិនឲ្យចង់សារខ្ញុំឮព័ត៌មាននេះគឺប្រហែលថ្ងៃមុនគឺខ្ញុំពិតជាស្លុតចិត្តមែនតើដែលឮសូរថាចៅស្រីបង្កើតហើយមិនម្នាក់ណាគឺ2នាក់មានថាពួកគាត់គឺមានចិត្តដូចគ្នាមែនតើដែលហ៊ានទៅចាក់សម្លាប់លោកយាយខ្លួនឯងបង្កើតដែលមើលថែខ្លួនឯងតាំងពីតូចកូនឆ្មាមកហើយលើកដៃទៅរួចព្រោះតែមនុស្សប្រុសព្រោះតែស្នេហាវាអត់ដឹងថាពួកចិត្តពួកគាត់សារពីអីឬក៏គាត់គិតអីយើងមើលឃើញសង្គមយើងបច្ចុប្បន្ននេះគឺមានរឿងច្រើនមែនតើមិនថារឿងប្តីប្រពន្ធរឿងកូនរឿងចៅរឿងយាយរឿងគូអាចររឿងអាក្រក់អាក្រៃរឿងអីទៅសម័យបច្ចុប្បន្ននេះគឺមានច្រើនមែនតើដែលមិននឹកស្មានថាអាចកើតឡើងដោយករណីនេះអញ្ចឹងគឺវាអាក្រក់មើលខ្លាំងមែនតើដែលវាជារឿងមួយដែលរន្ធត់តក់ស្លុតមែនតើដែលចៅស្រីហ៊ានលើកដៃប្រហារលោកយាយខ្លួនឯងវាខ្ញុំសោះតែកម្រលឺមែនតើដែលចៅស្រីហើយជាស្រីទៀតគាត់មិនមែនជាមនុស្សប្រុសទេបើសិនជាមនុស្សប្រុសឲ្យថាគាត់បែកឆ្នាំគាត់បើថាគាត់ចិត្តជាមនុស្សប្រុសឲ្យថារៀងកាចជាងមនុស្សស្រីអញ្ចឹងតែនេះគឺជាមនុស្សស្រីឲ្យក្មេងៗដូចជាវ័យ19 18ឆ្នាំគឺក្មេងមែនតើនិយាយទៅក្មេងមែនតើហ្មងដែលគឺស្ថិតក្នុងឈាមរាវដែលយើងធ្លាប់ឮតែក្មេងស្រីពីមុនគឺស្ដាប់បង្គាប់ឪពុកម្ដាយយាយតាគឺគាត់ទន់ខ្លួនតែស្រីមួយចំនួនបច្ចុប្បន្នដែលយើងឃើញក្នុងសង្គមយើងនិយាយទៅមួយចំនួនតូចទេគឺចិត្តមិនដឹងគាត់សាមពីអីហើយលើកដៃបហាលោកយាយខ្ញុំសម័យអត់ចេញទេអ្នកគ្នាដែលហ៊ានណាបើសិនជាគាត់អាចថាគាត់បតាយបតប់គ្នាមួយលោកយាយអីយល់ថាកាយបកាអីតិចតួចអាហ្នឹងយើងអាចថាសម័យចេញចុះតែបើតាក់ទងជាមួយនឹងហ៊ានមានកម្រងទៀតឬសូក្នុងវីដេអូយើងឃើញមានកម្រងហៅលោកយាយឡើងទៅលើផ្ទះនិយាយទៅពួកគាត់គឺរៀបកម្រងឲ្យទៅហើយរៀបកម្រងក្នុងការធ្វើដាក់លោកយាយគឺបែបហ្នឹងគឺគាត់មានកម្រងរួចជាសាច់ទៅហើយមានទាំងកបិតមានទាំងអីទៀតគឺពិតជាអូយចាំមិនថាសង្គមយើងបច្ចុប្បន្ននេះខ្ញុំមិនដឹងថាទៅមុខទៀតវាមិនទេហើយអ្នកនរគ្នាសង្កេតឃើញថាតាំងពីមានបណ្ដាញសង្គមដូចជាពិសេស Facebook នេះ Facebook TikTok អីនេះ YouTube អីនេះតែជាពិសេសគឺ Facebook តាំងពីចាប់ដើម2012 13អីមកនេះគឺម្លងថារឿងរ៉ាវច្រើនមែនទែនដែលកើតឡើងក្នុងសង្គមយើងហើយយើងឃើញហើយវាដូចជាមួយគុណទាំងពីរដូចថាការអត់មានបណ្ដាញសង្គមគឺយើងមិនមែនថាមានទេតែយើងឃើញនៅក្នុងកាសែតក្នុងទស្សនាវដ្តីវាថាវាអត់សូវទូលំទូលាយប៉ុន្តែដល់ពេលចាប់ផ្ដើមពីមានបណ្ដាញសង្គមយើងហើយជាពិសេសចាប់ផ្ដើមមានប្រព័ន្ធព័ត៌មានអនឡាញហើយបណ្ដាញសង្គមយើងចាប់ផ្ដើមរីកសាយភាគនេះគឺរឿងអាស្រូវរឿងបញ្ហាចេះគឺកើតឡើងច្រើនមែនទែនដែលសង្ឃតែពេលខ្លះទៅទទួលយកបានវាអាក្រក់ស្ដាប់ហើយអាក្រក់មើលដូចជាចៅស្រីពាក្យនេះខ្ញុំនៅតែនឹកអត់ដល់ខ្ញុំដេកគិតអីថាចុះវាមិនដល់ថ្នាក់ចៅស្រីវ័យ18 19ឆ្នាំហើយហ៊ានលើកដៃបហាលោកយាយតែរឿងស្នេហាណាបើរឿងស្អីផ្សេងវាមិនដឹងតែបើរឿងស្នេហានេះហេតុអីគាត់ហ៊ានព្រោះតែស្នេហាលោកយាយហាមខ្ញុំជឿជាក់ថាអូខេថាចាស់គាត់សម្ដីគាត់ហាមអត់សូវយើងគោរពអីចឹងណាសម្ដីអត់សូវគោរពហាមគាត់អីថានិយាយរឿងសម្ដីរឿងអាក្រក់អីយើងអត់ដឹងទេតែវាអាចចឹងចោះឧទាហរណ៍ចឹងចោះតែយ៉ាងណាក៏គាត់ចង់ឲ្យយើងល្អគាត់ចង់ឲ្យចៅល្អខ្លាចចៅដើរផ្លូវខុសខ្លាចចៅនឹងទៅធ្វើរឿងអីដែលមិនល្អចឹងទៅប៉ុន្តែចៅសម័យឥឡូវគឺហ៊ានច្រើនមែនតើខ្ញុំឃើញអើយបងប្អូនហើយវ័យកំពុងតែលូតលាស់វ័យកំពុងតែទទួលបានការសិក្សាយើងខំរៀនមកចាស់គាត់និយាយទោះបីជាអាក្រក់តិចតួចក៏យើងទុកក្នុងចិត្តឬក៏យើងបញ្ចេញចោលកន្លែងណាដែលយើងថាបធัวអារម្មណ៍ទៅកុំយកដាក់ក្នុងចិត្តឲ្យគុំគួនយាយខ្លួនឯងតាឯងពុកម្ដាយឯងទេនៅពេលដែលបងប្អូនណាធំឡើងថាវ័យចាប់ពី25ឬក៏30អីទៅយើងយល់អារម្មណ៍ថានៅពេលដែលគាត់ណែនាំយើងគិតថាបើសិនជាគ្មានពួកគាត់ណែនាំបដៅយើងទេគឺយើងប្រហែលជាមិនបានដល់រាល់ថ្ងៃទេដូចពាក្យគេនិយាយលេងសើចមួយថាបើសិនជាសម័យមុនថាបើសិនជាមិនមានឪពុកម្ដាយខ្ញុំតឹងរឹងទាញខ្សែតីទាញតពុកអីមកដាក់ប្រហែលជាខ្ញុំឥឡូវគឺខូចដូចក្មេងៗមួយចំនួនដែលឃើញយើងឃើញនៅតាមសង្គមដែលពួកគាត់ធ្វើអីរឿងលើសអញ្ចឹងណារឿងអាក្រក់មើលអញ្ចឹងពេលខ្លះវាអាចចឹងដែរតែពេលខ្លះទៅបើសិនជាយើងឪពុកម្ដាយពេលខ្លះគាត់មិនចង់តឹងរឹងដូចឪពុកម្ដាយខ្ញុំពេលខ្លះគាត់មិនថាគាត់មិនចង់តឹងរឹងទេប៉ុន្តែបើសិនជាអត់តឹងទេកូនខូចមែនតើរឿងខ្លះ
បើយើងមិនតឹងខ្លះទេគឺកូនគឺខូចប្រហែលគឺបានចិត្តខ្ញុំថាក្នុងការអប់រំកូនគឺពេលខ្លះទៅមានតឹងខ្លះមានធូរខ្លះមានល្អខ្លះមានក្រក់ខ្លះទៅវាបើយើងប្រើប្រព័ន្ធសេរីដូចនៅលោកខាងលិចនៅអាស៊ីយើងគិតថាការណែនាំប្រហែលជាពិបាកសារអាស៊ីយើងខ្ញុំអត់ដឹងមិនទេតែបើសិនជាយើងមានតឹងខ្លះធូរខ្លះខ្ញុំគិតថាល្អព្រោះកូនខ្លះខ្ញុំមើលគឺឃើញចាំមែនឪពុកម្ដាយរៀងតឹងខ្លះរៀងអីខ្លះកូនកាត់កូនធំទៅរៀងគាត់បើតែបើធូរពេកបើកូនគាត់តាមកន្លងមកអាហ្នឹងវាល្អហើយតែបើកូនភាគច្រើនគឺអត់ទេចឹងគាត់ថាសង្គមយើងឥឡូវចាប់ដើមបបវាមានរឿងច្រើនដែលយើងនឹកស្មានដល់អញ្ចឹងអ្វីគ្រប់យ៉ាងគឺយើងសង្ឃឹមថាពួកយើងក្មេងៗឬក៏នរណាដែលគាត់មានគម្រោងធ្វើរឿងអាក្រក់ទៅអីគឺយើងគួរតែទៅសមាធិទៅវត្តឬក៏ទៅធ្វើអីមួយដែលធ្វើឲ្យអារម្មណ៍យើងស្ងប់យើងកុំគិតអវិជ្ជមានជ្រុលការគិតអវិជ្ជមានការដែលយើងធ្វើរឿងអាក្រក់បែបនេះសួរថាបានផលអីអត់បានទេចង់មកចាប់គឺជាប់គុកឬក៏យើងអីទៅអត់មានរឿងល្អទេគឺយើងបើមិនជាប់គុកក៏យើងអស់ជីវិតដែរខ្ញុំថារឿងអាក្រក់យើងធ្វើទៅអីយើងធ្វើរឿងតែល្អទៅយើងគិតតែរឿងអវិជ្ជមានទៅឬខ្លះយើងទុកវាចោលទៅតែមួយខែពីរខែមួយឆ្នាំអីគឺយើងសាប់ពលាបគឺយើងលែងមានអារម្មណ៍ថាវាតឹងតែងក្នុងនាមខ្ញុំជាបុរដ្ឋខ្មែរម្នាក់ក៏ខ្ញុំសូមចូលរួមរំលឹកទុកដល់លោកយាយដែលគាត់បានបាត់បង់ជីវិតដោយសារស្នាដៃចៅវីដេអូនេះគឺមានប៉ុណ្្នឹងទេខ្ញុំតារាជួបគ្នានៅវីដេអូក្រោយ